បងប្អូនទាំងអស់គ្នាហ៊ានរស់នៅក្នុងទីក្រុងមួយដែលមានផ្សែងពុលហុយចេញពីប្រហោងដីហើយមានភ្លើងនរកឆេះនៅក្រោមជើងរបស់យើងគ្រប់វិនាទីដែរឬទេនេះមិនមែនជារឿងប្រឌិតនៅក្នុងភាពយន្តរន្ធត់នោះទេប៉ុន្តែវាជាទីក្រុងខ្មោចពិតប្រាកដមួយនៅលើភពផែនដីដែលកំពុងតែឆេះរងរាលមិនចេះរលត់សូមស្វាគមន៍មកកាន់ Channel ចំណេះដឹង3នាទីថ្ងៃនេះយើងនឹងធ្វើការបកស្រាយនិងនាំបងប្អូនទាំងអស់គ្នាទៅកាន់សហរដ្ឋអាមេរិកដើម្បីស្វែងយល់ពីអាថ៌កំបាំងនៃទីក្រុងមរណៈមួយឈ្មោះថា Centralia ស្ថិតនៅក្នុងរដ្ឋ Pennsylvania តើហេតុអ្វីបានជាទីក្រុងដ៏អ៊ូអរមួយនេះស្រាប់តែប្រែក្រឡាក្លាយជាទីក្រុងខ្មោចហើយមានភ្លើងឆេះនៅក្រោមដីជាង60ឆ្នាំទៅវិញរឿងរ៉ាវទាំងអស់នេះបានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ1962កាលនោះ Centralia គឺជាទីក្រុងរ៉ែធ្យូងថ្មដ៏មានសក្តានុពលនិងមានមនុស្សរស់នៅរាប់ពាន់នាក់ប៉ុន្តែគ្រោះអន្តរាយបានកើតឡើងយ៉ាងនឹកស្មានមិនដល់ត្រឹមកំហុសឆ្គងមួយនៃការដុតសំរាមនៅជិតរណ្ដៅដីអណ្ដាតភ្លើងបានឆាបឆេះរាលដាលចូលទៅក្នុងរោងរ៉ែធ្យូងថ្មដ៏ធំសម្បើមដែលលាក់ខ្លួននៅក្រោមដីទីក្រុងទាំងមូលដោយសារតែធ្យូងថ្មជាប្រភពឥន្ធនៈដ៏ល្អឥតខ្ចោះភ្លើងនោះបានបន្តឆេះរាលដាលកាន់តែខ្លាំងឡើងពីក្រោមដីដោយគ្មានវិធីណាអាចពន្លត់វាបានឡើយអស់រយៈពេលជាង60ឆ្នាំកន្លងមកនេះភ្លើងនរកក្រោមដីបានធ្វើឲ្យផ្លូវថ្នល់កៅស៊ូឡើងកម្ដៅបាក់ស្រុតនិងហែកដាច់ជាបំណែកមិនតែប៉ុណ្ណោះវាបានបញ្ចេញឧស្ម័នពុលកាបូនម៉ូណូអុកស៊ីតដ៏គ្រោះថ្នាក់ហុយចេញតាមប្រហោងដីរាល់ថ្ងៃបង្ខំឲ្យរាជរដ្ឋាភិបាលសម្រេចចិត្តជម្លៀសប្រជាជនចេញទាំងអស់និងលុបលេខកូដប្រៃសណីយ៍ទីក្រុងនេះចោលតែមកអ្វីដែលគួរឲ្យព្រឺព្រួចបំផុតនោះគឺក្រុមអ្នកវិទ្យាសាស្ត្របានប៉ាន់ស្មានថាបរិមាណជុំថ្មនៅក្រោមដីទីក្រុង Centralia នេះមានច្រើនមហាសាលដែលវាអាចផ្ដល់ឥន្ធនៈឲ្យភ្លើងឆេះបន្តបានរហូតទៅដល់250ឆ្នាំទៅមុខទៀតឯណោះនេះមានន័យថាទោះបីជាពួកយើងនិងកូនចៅជំនាន់ក្រោយរបស់យើងស្លាប់បាត់ទៅហើយក្តីក៏អណ្ដាតភ្លើងនរកនៅក្រោមដីទីក្រុងមួយនេះនៅបន្តឆេះយ៉ាងសន្ធោសន្ធៅមិនព្រមរលត់ឡើយវានឹងនៅតែជាទីក្រុងខ្មោចដ៏ឯកោគ្របដណ្ដប់ដោយផ្សែងពុលនិងកម្ដៅដ៏គួរឲ្យរន្ធត់មានថ្ងៃត្រឡប់មកដូចដើមវិញនោះទេប្រសិនបើបងប្អូនចូលចិត្តវីដេអូបែបនេះកុំភ្លេចចុច like share និងចុច subscribe Channel ចំណេះដឹង3នាទីម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់ពួកយើងក្នុងការផលិតវីដេអូប្លែកៗជារៀងរាល់ថ្ងៃសូមអរគុណ